ញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានអូដូងនិងការងារដំឡើងស្លាកគណៈបកក្នុងឃុំម្សាក្រងស្រុកស្ទូងនារសៀលថ្ងៃអាទិត្យ600ខែបឋមសាទឆ្នាំមកមីអថស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី5ខែកក្កដាឆ្នាំ2026ឯកឧត្តមជាប៊ុនរិទ្ធប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំម្សាក្រងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថៅជាថាអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកស្ទូងបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានអូដូងព្រមទាំងពិនិត្យមើលសកម្មភាពការងារដំឡើងស្លាកគណៈបកប្រជាជនកម្ពុជាស្ថិតក្នុងភូមិសាស្ត្រឃុំម្សាក្រងស្រុកស្ទូងខេត្តកំពង់ធំក្នុងឱកាសចុះពិនិត្យការងារនោះឯកឧត្តមប្រធានក្រុមការងារបានមានប្រសាសន៍គូបញ្ជាក់ថាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលកំពុងលេចចេញជារូបរាងនៅលើទឹកដីឃុំម្សាក្រងនាពេលនេះគឺកើតឡើងពីការយកចិត្តទុកដាក់ខ្ពស់និងការសម្របសម្រួលផ្ទាល់ពីសំណាក់ឯកឧត្តមថៅជាថាជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនិងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីបម្រើដល់ផលប្រយោជន៍និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលទន្ទឹមនឹងនោះផងដែរឯកឧត្តមជាប៊ុនរិទ្ធក៏បានណែនាំនិងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំម្សាក្រងត្រូវចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាការពាររាល់សមិទ្ធផលទាំងអស់ដែលកើតចេញពីការខិតខំប្រឹងប្រែងអភិវឌ្ឍដ៏ឥតឈប់ឈររបស់គណៈបកប្រជាជនកម្ពុជាឲ្យបានគង់វង្សយូរអង្វែងសម្រាប់ជាប្រយោជន៍កូនចៅជំនាន់ក្រោយតទៅទៀត